បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាពេលនេះខ្ញុំនឹងនាំបងប្អូនមកទស្សនាកំសាន្តអារម្មណ៍ជាមួយគ្រួសារយើងខ្ញុំបាទនៅវីដេអូធ្វើនំខ្ញីជួនកាលបងប្អូនខ្លះគាត់មិនបានស្គាល់ហើយក៏មិនបានញ៉ាំផ្ទាល់ក៏មានដែរតែនៅខេត្តឃ្លាំងនេះសម្បូរណាស់ដែលបងប្អូនជនជាតិខ្មែរយើងគាត់បាននិយមយកមកស្អាងនៅលើថោកកុងថ្ងៃការឬក៏យកមកធ្វើជាបង្អែមទៅព្រោះភ្ញៀវជាដើមបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាពេលនេះខ្ញុំនឹងនាំបងប្អូនមកទស្សនាកំសាន្តអារម្មណ៍ជាមួយគ្រួសារយើងខ្ញុំបាទនៅវីដេអូធ្វើនំខ្ញីជួនកាល